ប្រជុំនិទានជីដករឿងនាងកេសរការីការព្រះសម្ពុទ្ធបរមគ្រូទ្រង់គង់នៅក្នុងព្រៃឥសិបតនមិគទាយវ័ននៃក្រុងពេរិណសីជាមួយនឹងភិក្ខុសង្ឃច្រើនរយអង្គកាលនោះក្នុងក្រុងពេរិណសីមានធីតាមួយរូបឈ្មោះនាងកេសរការីកំពុងអង្គុយរកចៃឲ្យមាតាក្នុងផ្ទះបានឃើញភិក្ខុសង្ឃចូលទៅបណ្ឌបាតក៏និយាយប្រាប់មាតាថាបបិទ្ធអ្នកម្ដាយភិក្ខុសង្ឃដែលគង់នៅក្នុងព្រៃឥសិបតនមិគទាយវ័នបាននិមន្តមកបណ្ឌបាតក្នុងភូមិរបស់យើងភិក្ខុទាំងនោះនៅក្មេងៗកំពុងពេញកំឡោះមានរូបរាងស្អាតផូរផង់ល្អហេតុដូចម្ដេចបានជានាំគ្នាបួសដើរសុំគេយ៉ាងនេះលោកមានប្រាថ្នាដូចម្ដេចមាតាបិតាប្រាប់ថាលោកបួសយកបុណ្យកុំសួរអ្វីគិតតែរកចៃទៅក្នុងពេលនោះមានឧបាសកម្នាក់សម្រេចដល់សោតាបតិផលកំពុងដើរនៅមុខផ្ទះបានឮនាងព្រាហ្មណីនិយាយនឹងកូនក្រមុំដូច្នោះក៏ឡើងទៅលើផ្ទះនោះនាងព្រាហ្មណីនិងកូនក្រមុំបានឃើញឧបាសកឡើងលើផ្ទះរបស់ខ្លួនដូច្នោះហើយក៏រៀបចំអាសនៈឲ្យអង្គុយទើបនាងកេសរការីជាកូនសួរទៅឧបាសកនោះថាបបិទ្ធលោកភិក្ខុសង្ឃដែលនិមន្តបណ្ឌបាតអំបញ្ញមិញនេះនៅក្មេងៗកំពុងពេញកំឡោះមានរូបរាងស្អាតបាតអង្គខ្លះប្រហែលជាកូនកហបតីសទ្ធិឬក៏ព្រះរាជបុត្ររបស់ក្សត្រអង្គណាក៏មិនដឹងលោកគិតឃើញដូចម្ដេចបានជាទៅបួសប្រាថ្នាអ្វីខ្ញុំសង្ស័យណាស់ឧបាសកប្រាប់ថាម្នាងនាងក្រមុំភិក្ខុសង្ឃទាំងអស់នេះលោកប្រាថ្នាឲ្យរួចផុតចាកទុក្ខក្នុងវដ្តសង្សារព្រោះលោកពិចារណាឃើញច្បាស់នៅទោសរបស់វត្ថុកាមនិងកិលេសកម្មនឹងឃើញច្បាស់នៅអានិសង្សរបស់បព្វជិព្រោះបព្វជិនេះមានគុណខ្ពង់ខ្ពស់បំផុតអាចធ្វើឲ្យសត្វហាប់ការកើតចាស់ឈឺស្លាប់បានសម្ដែងដូច្នោះហើយក៏សរសើរអំពីអានិសង្សនៃត្រៃសរណគមនិងសិល5តទៅទៀតលុះចប់ហើយនាងកេសរការីសួរឧបាសកនោះទៀតថាលោកបើខ្ញុំដល់នៅត្រៃសរណគមហើយរក្សាសិល5តើបានអានិសង្សដូចលោកមានប្រសាសន៍ដែរឬឧបាសកឆ្លើយថាប្រសើរវិសេសណាស់នាងព្រោះធម៌របស់ព្រះសម្ពុទ្ធមិនរើសថាក្មេងចាស់ទេនាងក៏សូមសមាទានសិល5អំពីឧបាសកនោះហើយសួរកិច្ចដែលខ្ញុំត្រូវធ្វើមានដូចម្ដេចទៀតឧបាសកប្រាប់ថាកិច្ចដតីក្រៅពីនេះមានច្រើនណាស់ប៉ុន្តែនាងចូលពិចារណានៅធម៌តੰសាការៈកម្មដ្ឋានជានិច្ចរាល់ថ្ងៃចុះដើម្បីឲ្យបានអានិសង្សច្រើនឧបាសកបានបញ្យលអាការៈ32ប្រការនិងវិធីពិចារណាដោយពិស្ដារហើយក៏លានាងទាំងពីររូបទៅគេហដ្ឋានរបស់ខ្លួនទៅឯនាងកេសរការីកូនក្រមុំរបស់ព្រាហ្មណីនោះជាស្ត្រីមានឧបនិស្ស័យចាស់ខ្លាគ្រាន់តែបានពិចារណានៅអាការៈ32ប្រការក្នុងថ្ងៃនោះក៏បានសម្រេចដល់សោតាបតិផលក្នុងការជាខាងក្រោយមកនាងក៏អស់អាយុក៏បានទៅកើតក្នុងវិមានកែវពិទូកម្ពស់30យោជន៍នាស្ថានត្រៃត្រឹងបានជាអគ្គមហេសីរបស់ព្រះឥន្ទ្រាធិរាជនាងមានស្ត្រីទេពអប្សរ100,000ចោមរួមជាបរិវារមានពន្លឺផ្សាយចេញអំពីកាយដ៏រុងរឿងដូចជាពន្លឺព្រះច័ន្ទបរិបូរដោយសេរីស្ថិតនៅក្នុងទេវលោកជាសុខក្សេមក្សាន្តទៅ